ប់នៅមុខមិនគោអត់បាទចេញបានមួយស្អុយគ្នាវាមិនចូលចិត្តដល់ខែធ្លាក់ខ្យល់ហើយអ្នកទាំងអស់គ្នាហើយត្រីក៏ចាប់ផ្ដើមខ្លាញ់បណ្ដើដែរថ្ងៃនេះគឺថានាងខ្ញុំធ្វើដំណើរដើម្បីទៅលើកអុយអានេះជាភាសារបស់អ្នកភូមិរបស់នាងខ្ញុំប៉ុន្តែបើខាងភាសាបងប្អូនថាជាហៅជាអីក៏ខ្ញុំមិនដឹងដែរបន្តិចទៀតខ្ញុំនឹងទៅ view ជាមួយនឹងវីដេអូពេញជូនអ្នកទាំងអស់គ្នាមើលនៅពេលដែលនាងខ្ញុំទៅលើកត្រីហ្នឹងអូយប្រិយមិត្តទាំងអស់គ្នាអើយឃើញថាផ្លូវធ្វើដំណើរទៅគឺពិបាកខ្លាំងមែនទែនត្រូវដើរកាត់ព្រៃដលងចកាដលងគេដើម្បីទៅដល់កន្លែងលើកត្រីនឹងអ្នកទាំងអស់គ្នាគឺថាជិះម៉ូតូអត់កើតទេត្រូវដើរកាត់រោងដលងដើម្បីទៅលើកត្រីនឹងអ្នកទាំងអស់គ្នាខ្ញុំតើហ្នឹងគឺខ្ញុំទៅចការបស់ពូមីងរបស់ខ្ញុំនៅជាប់នឹងស្ទឹងអ្នកទាំងអស់គ្នាតែដលងគាត់លិចទឹកអស់ហើយក៏មានការខូចចិត្តជាខ្លាំងដែរជាមួយនឹងដលងលិចទឹកអស់ហើយនិយាយទៅរោត្រីហ្នឹងគឺរោនៅក្នុងចកាដលងហ្មងអ្នកទាំងអស់គ្នាហើយសម្រាប់ខ្ញុំវិញគឺខ្ញុំអត់ស្គាល់ផ្លូវទេបានប្អូនជូនទៅទេអ្នកទាំងអស់គ្នាអើយប៉ុន្តែប្អូនហ្នឹងក៏យូរគ្នាទៅម្ដងដើមវិញផ្លូវប៉ាត់ណាប៉ាត់ណីដែរអញ្ចឹងណាគឺថារងថ្ងៃមេចតុំទេប៉ុន្តែថ្ងៃខ្ញុំចេញទៅព្រៃម្ដងបងអូនអើយបើកថ្ងៃដូចខឹងនឹងអ្នកណាពីកាលណាអញ្ចឹងថាក្តៅនោះក្តៅនិយាយទៅដើរទៅរំទៅដល់កន្លែងត្រីហើយណាមួយយើងអត់ស្គាល់ផ្លូវផងដល់ពេលអញ្ចឹងទៅផ្លូវវារឹងវែងមែនតែនហ្មងអ្នកនរគ្នាដើរកាត់ព្រៃដលងផងចកាដលងផងគឺថាអូយវេទនាសាហាវរំតែបានត្រីហូបនិយាយមែនវេទនាសាហាវប៉ុន្តែទម្លាប់ខ្ញុំគឺបើថាធ្វើដំណើរអញ្ចឹងអីអូចូលចិត្តហើយសប្បាយចិត្តនៅពេលដែលបានធ្វើវាអញ្ចឹងណាអ្នកនរគ្នាអានេះគឺថាខ្ញុំទៅចិត្តដល់អ្នកនរគ្នានេះអ្នកនរគ្នាឃើញទស្សនវិជ្ជាអត់អ្នកនរគ្នាដលងគាត់គឺលិចកើតជាស្រះទឹកអាចថាធ្វើកន្លែងចាំត្រីហើយដាក់សំណាញ់ខាំងយកត្រីនៅក្នុងចកាដលងហ្មងបងអូនអើយអាណិតគាត់ដែរធ្វើមិនទេអានេះគឺជាគ្រោះធម្មជាតិអារឿងតម្លៃដលងវាមិនខ្ញុំទេងុំលិចទឹកទៀតបងអូនអើយធ្វើមិនទៅឥឡូវឃើញថាជីវិតកសិករមិនមែនជាការងាយស្រួលទេបងប្អូននិយាយទៅប្រទេសកម្ពុជាយើងប្រកបមុខរបរកសិកម្មចន្លោះពី8ទៅ90%ហើយការធ្វើហ្នឹងគឺរំពឹងលើមេឃរំពឹងលើទេវតាទាំងស្រុងចឹងហ្មងហើយដល់ពេលតម្លៃវិញគឺរំពឹងលើមាត់របស់នីតុនតម្លៃអាស្រ័យលើគេអ្នកដាក់ឲ្យអ្នកធ្វើហ្នឹងគឺគ្នាគ្មានសិទ្ធិក្នុងការកាត់ថ្លៃទេអានេះគឺខ្ញុំនិយាយទស្សនវិជ្ជាជាក់ស្ដែងនៅប្រទេសយើងហ្មងបងអូនហើយខ្ញុំចង់ចេញវីដេអូមួយដើម្បីស្នើសុំដែរតែមិនទាន់មានពេលក្នុងការធ្វើការស្នើសុំទៅលើវិស័យកសិកម្មនៅឡើយទេបើបងអូនចង់ឲ្យខ្ញុំធ្វើវីដេអូតាក់ទងជាមួយនឹងការស្នើសុំទៅលើវិស័យកសិកម្មបងប្អូនកុំភ្លេចចុច Subscribe វីដេអូនាងខ្ញុំម្នាក់មួយផងណាបងអូនចឹងងាកមកមើលវីដេអូយើងវិញបងអូនថាឃើញថាការដើរហ្នឹងគឺវែងឆ្ងាយមែនទែនប៉ុន្តែប្រវែងផ្លូវអត់ឆ្ងាយទេដោយសារយើងអត់ស្គាល់ទៅយើងដើរវែងផងអីផងចឹងណាបងអូនទម្រាំតែដល់កន្លែងលើកត្រីហ្នឹងគឺថាយើងដើរមកបែកញើសធំហ្មងណាបងអូនអើយដើរទៅគឺដើរទៅ3នាក់ជាមួយនឹងគ្រួសាររបស់ខ្ញុំហើយនឹងជាមួយប្អូនរបស់ខ្ញុំហើយចិត្តដល់ហើយអ្នកនរគ្នាតិចទៀតដល់កន្លែងលើកត្រីហើយឥឡូវឃើញថាមកដល់ហើយបងអូនហើយប៉ុន្តែអត់ទាន់យើងគាត់ទៅតែលើកឲ្យថ្មីយើងទៅសុំគាត់លើកមកសំណាញ់មកអុយហ្នឹងណាអ្នកនរគ្នាអញ្ចឹងអង្គុយមកសន្ទុះធំដែរអង្គុយចាំឲ្យត្រីចូលឃើញថាត្រីសបោមែនទែនបងអូនអើយមាត់ជីបជប់ធៀបពិតនៅក្នុងចកាដលងណាបងអូនអត់មែនតែនៅក្នុងស្ទឹងក្នុងអូឯណានៅក្នុងចកាដលងបនគាត់ហ្នឹងគឺគាត់ខាន់ដើម្បីយកត្រីហ្មងដោយសារតែលិចដលងអស់ហើយអញ្ចឹងណាបងអូនអញ្ចឹងបងអូនមើលវីដេអូហ្នឹងតាក់ទងជាមួយនឹងមាត់ត្រីជីបជប់សិនណាអ្នកនរគ្នាចាំដល់ពេលលើកត្រីចាំខ្ញុំនិយាយប្រាប់បងអូនបន្តទៀតអញ្ចឹងមើលទាំងអស់គ្នាណាអានេះដូចស្រះចុះវាបបោមតំណងណា
មើលត្រីមួយថ្ងៃឲ្យឃើញថាចូលរៀងសំណងដែរឥឡូវចាប់ផ្ដើមយុទ្ធនាការចុះទៅលើកត្រីអានេះប្អូនគីឡូមួយខ្ញុំគាត់ចុះទៅលើកឲ្យបងអូនណា 10 ដុល្លារ និយាយទៅចាំអត់យូរណាចាំតែប្រហែលខ្ទង់តែ20នាទីទេនៅទាំងអស់គ្នាបានត្រីមកកថាងហ្មងអ្នកទាំងអស់គ្នាចាំមើលទាំងអស់គ្នានិយាយទៅថាបានត្រីច្រើនមែនទែនប៉ុន្តែចូលមកជើងនេះគឺវាមានសម្បូរទៅដោយតែពួកត្រីចង្វា វាមិនទាន់ចូល រៀនបញ្ចូលក្នុង YouTube មួយមកលក់បានប៉ុន្មានហើយមុំលក់យ៉ាងតាក់ណា យកបីទៅមកថតដល់ពួកយកលេណាពីគ្រូមួយដល់ពួកកាច់យ៉ាងកាត់ថោ បងមកកាន់ថារៀនคลิกទូរស័ព្ទនេះលឿន ដល់អានេះទៅប្រៃប្រៃនេះជើនេះកាត់ រៀងកាន់ ណាត្រូវតែប្រៃនេះ អានេះត្រូវតែត្រីប្រៃនោះ ត្រូវតែប្រៃ ត្រូវត្រីសផងនោះ កាប់តែក៏ត្រូវយក មិនបានត្រីប្រហកចា នេះក៏ចាំនេះប៉ះតែក៏ប៉ះខ្លាក់ហើយ មិនបានត្រីប្រហកចា នេះអោយកចាំបាយ នេះឡងត្រូវទេដាក់លេខកំពុងធ្វើទៅប្រៃ ដាក់លើកាប់ លេខកំពុង តែប្រៃកាប់ស្រាប់មានទេ វីដេអូទៅយកត្រីរបស់នាងខ្ញុំក៏បានដល់ទីបញ្ចប់ដែរបងប្អូនស្រឡាញ់ពេញចិត្ត Subscribe ជុំមើលវីដេអូបន្តទៀតណាបាយបាយ